Ban miền xuôi bom ổn nọ này ổn liệp hết chỉ tiếp bậc xa này đồ dồn Ford bom ổn ngày nay miền kia để vua khang miền đen để ban mà bằng hai ngầm pi cầm pu đồ dồn bà để miền kia một bát sầm lênเนี่ยไปนี่ได้เต็มแต่ฝึกการนอมโจลbàโดยกรมพล Ford นะคือ Ranger Sport Series ឆ្នាំ2026บ่យើងផ្ទាល់តែម្ដងហើយសម្រាប់រថយន្តមួយគ្រឿងនេះគឺជំរឿនម៉ាស៊ីន 3.0 បាទអញ្ចឹងម៉ាស៊ីន 3.0 គឺជាប្រភេទ V6 6ម៉ាស៊ីន 3.0 ភ្ជាប់មកជាមួយនឹងប្រអប់លេខគឺ10លេខអូតូម៉ាទិកបាទមិនត្រឹមតែជន់ smooth ទេបាទថែមទាំងជួយសំចៃទៀតហើយតាក់ទងជាមួយនឹង performance បងប្អូនឲ្យកម្លាំងសេះគឺការឡើងខ្លាំងមែនទែនគឺ250សេះនិងកម្លាំងរមុលកង់គឺ600 Newton mét បាទតន្ន័យនេះបងប្អូនឃើញហើយគឺញាក់សាច់តែម្ដងគឺដឹងតែគោងឡើងជន់ទៅស្ទុះខ្លាំងណាបងប្អូនហើយតាក់ទងមួយការរចនារូបរាងរបស់គេបាទទាំងស្រុងបាទខាងក្រៅណាគឺស្រស់ស្អាតបែប sport តែម្ដងបាទគេហៅថា Ranger Sport រចនាមកបែប sport របស់គេមែនបាទអញ្ចឹងបងប្អូនការឃើញការរចនាផ្នែកខាងមុខនេះហ៎បាទប៉ាណាស្រស់ស្អាតខ្លាំងមែនទែនសំណាញ់បែបសបុកខ្មុំបាទហើយកាងខាងក្រោមនេះក៏ខ្មៅបាទកាងខាងលើប៉ាណានេះក៏ខ្មៅដែរគឺខ្មៅរលោងស្រស់ស្អាតខ្លាំងមែនទែនហើយតាក់ទងជាមួយនឹង logo ថ្មីនេះបងប្អូនស្រស់ស្អាតខ្លាំងហ៎បងប្អូនបាទផ្ទៃខាងក្នុងនេះបាទផ្ទៃខាងក្នុងនេះគឺពណ៌បាទទឹកប៊ិចកម្ៅហើយអក្សរ logo នេះគឺពណ៌សគឺកប់សេរីតែម្ដងគឺស្រស់ស្អាតខ្លាំងមែនទែនហើយបងប្អូនមកមើលផ្នែកចំហៀងតិចណាបាទផ្នែកចំហៀងបាទយ៉ាន់កង់គឺទំហំ18អ៊ីងបែប sport ដែកអាលុយមីញ៉ូមបាទស្រស់ស្អាតខ្លាំងមែនទែនតែម្ដងហើយមកលុកនេះបងប្អូនខាងក្នុងនេះគឺបាទប្រើប្រាស់ជាមួយនឹងប្រព័ន្ធ Frank Dish ទាំង4កង់តែម្ដងទាំងកង់មុខទាំងកង់ក្រោយអញ្ចឹងសមត្ថភាពក្នុងការចាប់ Frank គឺល្អខ្លាំងមែនទែនបាទហើយមិននិយាយទៅគឺមិនត្រឹមតែយ៉ាន់ខ្មៅទេបាទហើយខ្យល់គៀននេះបាទត្រឡប់កញ្ចក់បាទដៃទ្វាសំបីតកាងនេះក៏ខ្មៅដែរគឺស៊ីគ្នាខ្លាំងមែនតើហើយបងប្អូនឃើញកន្លែងនេះកន្លែងហើខ្យល់នេះគឺគេបានដាប់ជាមួយនឹងពាក្យថា V6 បញ្ជាក់ថារថយន្តនេះគឺម៉ាស៊ីន6បាទ 3.0 ហើយបើខាងក្នុងវិញបងប្អូនខាងក្នុងក៏ការរចនាបែបខ្មៅស្រស់ស្អាតខ្លាំងដែរបាទលើកនេះគឺបានផ្លាស់ប្ដូរថ្មីជាមួយនឹងពុកស្បែកបាទពុកស្បែកដ៏ស្រស់ស្អាតទន់ងាយស្រួលក្នុងការអង្គុយមែនទេហើយខាងក្នុងគឺធំទូលាយបាទខាងក្នុងធំទូលាយហើយបងប្អូនកុងទ័រ digital បាទទំហំ8អ៊ីងតាក់ទងមួយអេក្រង់ touch screen ទំហំរហូតដល់12អ៊ីងឯណោះបាទ Sin 4A ចំនួនចុងក្រោយចង្កូតអេឡិចត្រូនិកមាន Smart Key ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតបងប្អូនចង្កឹះលេខបាទថ្មី e-shifter បាទដែលពីមុនគឺបំពាក់តែលើរថយន្ត Ford Ranger Raptor ហើយនិង Ford Everest ទេហើយខាងមុខហ្នឹងក៏មានជាមួយនឹង wireless charge បាទខាងក្រោយប្រអប់លេខនេះក៏មានជាមួយនឹងប្រព័ន្ធ Frank Dish អេឡិចត្រូនិកបាទហើយបងប្អូនឃើញនៅកន្លែងសេរីប៉ុងហ្នឹងបងប្អូនឥឡូវគឺមាន 4A ទៀតមានន័យថាមាន automatic 4 wheel drive មាន 2H 4H 4L ហើយមាន 4A ទៀតគឺកប់សេរីតែម្ដងហើយមាន auto start stop បាទមានប្រព័ន្ធបើកមើល off road screen ជាមួយនឹងប្រព័ន្ធជួយទប់នៅពេលឡើងចំណោតចុះចំណោតហើយបិទប្រព័ន្ធទប់នឹងអីបានមួយសេតតែម្ដងហើយផ្នែកខាងក្រោយនេះបងប្អូនក៏តលាយដែរបាទមានម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយបាទមានរុន USB Type A Type C ហើយអ្នកខាងក្រោយក៏អង្គុយទៅក៏អត់មានទិសជង្គង់ទៅអីដែរគឺធំល្មមបាទផ្ដល់ជូនសុខភាពដល់អ្នករួមដំណើរណាហើយផ្នែកខាងក្រោយនេះបងប្អូនផ្ទុកបាទដឹកទំនិញបងប្អូនដឹកទំនិញបានជាង1តោនសណ្ដោងបាន2តោនទៅ3តោនហើយក៏មានជាមួយនឹងឈ្នាន់ផ្នែកខាងក្រោយនេះសម្រាប់សម្រួលក្នុងការដែលយើងឡើងទុកដាក់អីវ៉ាន់នៅផ្នែកខាងក្រោយមិនបាច់ចាំជន់កង់នៅមានគ្រោះថ្នាក់ឯងបាទអញ្ចឹងអូខេសម្រាប់ Ranger Sport នេះបងប្អូនអាចធ្វើការទិញភ្លាមបានភ្លាមមិនបាច់ធ្វើការកក់រោងចាំយូរទេសម្រាប់ជំរើសម៉ាស៊ីន 3.0 ហើយតម្លៃគឺត្រឹមតែ$48,900តែប៉ុណ្ណោះបាទបងប្អូនអាចធ្វើការបង់ផ្ដាច់ក៏បានរំលោះបាន25ខេត្តក្រុងអញ្ចឹងសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចទំនាក់ទំនងមកបងប្អូនផ្ទាល់បានតាមរយៈលេខទូរស័ព្ទដែលមាននៅខាងលើអញ្ចឹងខ្ញុំបាទលីលៀបហេងសូមអរគុណសូមជម្រាបលា